គេលើកអំពីកង្វល់ហើយថាតើយើងត្រូវធ្វើបែបណាដើម្បីគ្រប់គ្រងការវិវត្តជឿនលឿននៃប្រព័ន្ធ AI ប្រព័ន្ធបច្ចេកវិទ្យាជាពិសេសឥឡូវពីណាក៏ប្រើទូរស័ព្ទដែរអញ្ចឹងបើកច្រកនៅក្នុងការកេងចំណេញពីជនមួយចំនួននៅតាមបច្ចេកវិទ្យាអ្នកខ្លះបង្កើតរូបភាពដើរខ្ចីលុយគេលួចលុយគេតាមប្រព័ន្ធបច្ចេកវិទ្យាអ្នកខ្លះបង្កើតព័ត៌មានคล้ายៗកាត់តរូបភាពបង្កើតភាពអសីលធម៌អីផ្សេងបង្កើតភាពយល់ច្រឡំច្បោកច្បល់សំបីតែថ្នាក់ដឹកនាំពិភពលោកមួយចំនួនក៏ចាញ់បោក AI ឬចាញ់បោកប្រព័ន្ធបច្ចេកវិទ្យាដែរដែលថ្ងៃមុនរដ្ឋមន្ត្រីអ្នកមានធំម្នាក់នៅប្រទេសអ៊ីតាលីចាញ់បោកប្រព័ន្ធបច្ចេកវិទ្យាគេបោកគាត់តាមទូរស័ព្ទយកសលេងរបស់រដ្ឋមន្ត្រីការពារជាតិអ៊ីតាលីផ្ញើទៅឲ្យសំលុយ1 លានដុល្លារយកទៅធ្វើស្អីមួយទីបំផុតអត់ដឹងសោះថ្ងៃមុនខ្ញុំបានទទួលសារពី Telegram ពីប្អូនចដូនទួតមួយថ្លៃរបស់ខ្ញុំផ្ញើសារមកសូមផ្ញើលុយឲ្យ$250ថ្ងៃក្រោយមកទៀត1 លានរៀលតែពីមុន$250បាញ់សារមករូប profile ឲ្យដូចគ្នាទាំងអស់ហើយខ្ញុំសង្ស័យអញ្ចឹងខ្ញុំឲ្យដាក់មកដាក់សលេងមកអត់ព្រមដាក់តែទៀមទាឲ្យខ្ញុំបញ្ចូលស្អីទៅឲ្យវិញចុចស្អី confirm អត់បានសួរថាតើយើងត្រូវធ្វើម៉េចដើម្បីគ្រប់គ្រងបញ្ហាបែបនេះដែលកាន់តែគ្រោះថ្នាក់មនុស្សនៅអាមេរិកឬមួយនៅអាហ្វ្រិកអាចមកបំផ្លាញអ្នកនៅភ្នំពេញឬមួយនៅសិង្ហបុរីបានមួយផ្លេតតាមរយៈការបោកបញ្ឆោតតាមដែរចឹងបច្ចេកវិទ្យាកាន់តែលឿនកាន់តែ AI កាន់តែដូចឃើញរូបបថោងនាងនេះពីណាដែរឃើញបថោងនាងនេះចេះចេញរស់រវើកមើលមកផ្លេតបើយើងអត់ដឹងតែដឹង AI គ្រាន់តែចេញមកប្រកាសទេមិនស្រួលចាប់ផ្ដើមសង្ស័យថាអច្ឆរិយៈធ្វើដូចមែនតើខ្ញុំមើលមកភាគនោះឃើញគេធ្វើប្រធានាធិបតី Biden ហើយប្រធានាធិបតី Trump រំជាមួយគ្នានិយាយទៅវិញទៅមកភាសាល្អអុកលឿននៅពេលដែលគាត់ជាក់ស្ដែងកំពុងតែប្រកួតគ្នាពេលបោះឆ្នោតដល់ឆែកទៅគេយកសលេងគាត់រូបគាត់ដាក់ចូលក្នុងឥឡូវវាមិនទាន់បាន perfect 100%ទេប៉ុន្តែទៅមុខទៀតកាន់តែស្គត់អញ្ចឹងការគ្រប់គ្រងបែបនេះជាគ្រោះថ្នាក់សំណួរសួរថាតើយ៉ាងម៉េចតើយើងបិទទេអត់បិទទេយើងមិនអាចបិទវិទ្យាសាស្ត្រមិនឲ្យដើរទៅមុខទេប៉ុន្តែអ្វីដែលសំខាន់យើងប្រើពីរទី1គឺច្បាប់បទដ្ឋានកតេយុត្តនៅក្នុងផ្នែកអាណាចក្ររបស់យើងប៉ុន្តែទី2ដែលសំខាន់បំផុតដែលមានឥទ្ធិពលបំផុតគឺការអប់រំការទទួលខុសត្រូវនិងតម្លៃក្នុងខ្លួនរបស់មនុស្សដែលយើងអាចថាសាសនចក្រឬមួយពុទ្ធចក្រដែលអាចចូលរួមចំណែកព្រោះកភ្លើងក៏ដោយបច្ចេកវិទ្យាក៏ដោយវាជាឧបករណ៍ទាល់តែមនុស្សអាក្រក់បានប្រើវាអាក្រក់បើមនុស្សល្អគេប្រើវាល្អអាហ្នឹងរឿងទៅប៉ុណ្្នឹង Telegram ដូចគ្នាគេប្រើដើម្បីតំណែងគ្នាចែកលេខព័ត៌មានវាលឿនតែអ្នកខ្លះវាខូចវាយកអាហ្នឹងទៅទៀតទៅបោកលុយគេរឿងទៅប៉ុណ្្នឹងប៉ុន្តែបើមានមនុស្សម្នាក់ឬ4 10នាក់វាខូចវាប្រសើរជាងរាប់លានអ្នកខូចបានន័យថាយើងត្រូវប្រើការអប់រំយើងត្រូវប្រើការបដិបដាលបំពាក់បំពាន់នៅតម្លៃក្នុងខ្លួនមនុស្សនេះដើម្បីឲ្យត្រឹមត្រូវអាចថាមិនបានទាំងអស់ទៅសល់តិចដែលយើងអាចប្រើច្បាប់ខាងអាណាចក្រដើម្បីតម្រង់ទិសក្រៅពីនឹងគឺការចូលគ្នាពេលខ្លះមិនចាំបាច់ផងគឺប្រើតែសង្គមមួយដែលមានមនុស្សច្រើនមានផ្នត់គំនិតគឺល្អទៅហើយខ្ញុំមើលវីដេអូ YouTube គេធ្វើតេស្តនៅជប៉ុនគេយក iPhone ថ្មីមួយគេធ្វើជាផ្លិចនៅទីសាធារណៈ 2-3 កន្លែងទុកចោល1 ម៉ោងអត់មានពីណាយកទេមនុស្សមើលឃើញមិនមែនមនុស្សមើលអត់គេមនុស្សមើលឃើញតែគេអត់យកប្រទេសអភិវឌ្ឍជឿនលឿនក៏ដោយសម្ភារៈច្រើនក៏ដោយប៉ុន្តែខុសប្រទេសអភិវឌ្ឍខ្លះទៀតមិនបានទេកាន់ទូរស័ព្ទនិយាយស្រួលគេឆក់យកទៅបាត់ឡើយអញ្ចឹងសំណួរថាអភិវឌ្ឍដូចគ្នា
កាលពី10 20ឆ្នាំមុន30ឆ្នាំមុនស្តៀងគ្នាទេប្រទេសដែលមានបញ្ហាឥឡូវ10 20ឆ្នាំមុនក៏សុខដុមនីកម្មស្តៀងជប៉ុនហេតុអីបានជប៉ុននៅថែរក្សាបានមួយផ្នែកគឺការអប់រំបណ្ដុះបណ្ដាលកូនក្មេងតាំងពីទូចឲ្យតម្លៃនៃសង្គមតម្លៃនៃការផ្ដល់នៅតម្លៃនិងការសរសើរដល់អ្នកត្រង់បើយើងរក្សានេះបានគឺយើងធ្វើល្អ